ស្រីបងប្អូនអរគ្នាមួយរយៈហ្នឹងគឺរវល់ច្រើនអត់បានសូវធ្វើវីដេអូជូនបងប្អូនមើលទេសង្ឃឹមថាបងប្អូនអត់ភ្លេចពួកខ្ញុំទេចុះមួយរយៈហ្នឹងគឺខ្ញុំមានទូរស័ព្ទច្រើនគូសំដែរតែអត់បានសូវធ្វើវីដេអូដូចជានៅក្នុងវីដេអូនេះអញ្ចឹងមាន Mate 30 Pro បាទ Huawei ហ្នឹងហើយមានច្រើនទៀតដូចជា Vivo X100 Ultra Galaxy S24 Ultra Huawei Nova 12 Pro Huawei Mate 40 Pod Edition បាទ Mate 40 OS ហ្នឹងហើយមានដូចជា Xiaomi 13 Ultra បាទហើយមាន iPhone មួយទឹកនៅក្នុងតម្លៃ300ជាង400ជាងអីចឹងដូចជា iPhone 16 Plus ឬក៏ iPhone 15ធម្មតា13ធម្មតាបាទនិយាយទៅនឹង iPhone 17 Pro Max បាទថ្មីអត់បានធ្វើវីដេអូទេព្រោះសារពេលហ្នឹងរវល់ហើយប្រហែលជាខ្ញុំអាចនឹងធ្វើមួយទឹកវិញហ្នឹងហើយវាចេញនឹងប្រហែលខែដែរហើយបាទ17 Pro Max អូខេអញ្ចឹងមានទូរស័ព្ទមួយចំនួនទៀតបាទដូចអានេះអញ្ចឹងNova 12 Pro ជាមួយ Mate 40 OS បាទហើយក៏ដូចជា Xiaomi 13 Ultra ជាមួយ Mate 40 OS ដូចគ្នាទៅលើកាមេរ៉ា Leica ដូចគ្នាពពួក3 model ដែលខ្ញុំលើកយកមកនេះនៅក្នុងវីដេអូនេះដូចជា4 model បាទនិយាយទៅសុទ្ធតែប្រើ Leica ទាំងអស់បាទ Xiaomi 13 Ultra Mate 30 Pro Mate 40 OS បាទ Nova 12 Pro ឯហ្នឹងសុទ្ធតែLeica ហ្នឹងហើយអូខេអញ្ចឹងវីដេអូហ្នឹងគឺខ្ញុំចេញមករាងខ្លីដែរទេតែប៉ុណ្្នឹងឯងហើយប្រហែលជាបន្ទាប់ពីវីដេអូនេះទៅម្លងប្រហែលជាមួយថ្ងៃខ្ញុំនឹងចេញ Mate 30 Pro បាទមកទឹកខ្ទង់100ជាងអញ្ចឹងណាអូខេអញ្ចឹងបងប្អូនអរគ្នាកុំភ្លេចតាមដានផងហើយខ្ញុំនឹងត្រឡប់មកវិញនៅជាមួយនឹងវីដេអូរឿងច្រើនបាទអរគុណសម្រាប់ការគាំទ្រកន្លងមក